ឆ្លោះគ្នាជាមួយនឹងម្ដាយហើយខឹងចិត្តដែលម្ដាយហាមមិនឲ្យចេញទៅដើរលេងនៅខាងក្រៅផ្ទះជាមួយនឹងមិត្តភ័ក្តិប្អូនប្រុសរបស់គាត់ក៏បានចងកសម្រាប់ខ្លួននៅខាងលើផ្ទះក្រោយពេលដែលប្អូនប្រុសរបស់គាត់ស្លាប់បាត់ទៅឲ្យទៅដល់ពេលយប់ឡើងសមាជិកគ្រួសារទាំងអស់គឺតែងតែបានឮសំឡេងប្អូនប្រុសរបស់គាត់ហ្នឹងណាស្រែកយំពីលើផ្ទះហើយប្រាប់ថាគាត់អត់បានចង់ស្លាប់ទេគាត់ចង់នៅរស់ចំពោះរឿងរ៉ាវដែលគាត់បានចែករំលែកមកនេះគាត់មានឈ្មោះថាបង្មានប្រាប់ថារឿងរ៉ាវមួយនេះវាគឺជារឿងរ៉ាវដែលកើតឡើងទៅលើប្អូនប្រុសពូកែរបស់គាត់កាលពីឆ្នាំ2016ផ្ទះរបស់បង្មានគឺមានសមាជិកទាំងអស់គឺ5នាក់មានប៉ាម៉ាក់របស់គាត់ប្អូនប្រុសកណ្ដាលរបស់គាត់ហើយនិងប្អូនស្រីពៅរបស់គាត់នឹងឯងនិយាយចំទៅគឺ5នាក់គ្រួសាររបស់គាត់ហ្នឹងគឺរស់នៅក្នុងផ្ទះហ្នឹងគឺយូរទាំងអស់គ្នាគ្រាន់តែប្អូនប្រុសរបស់គាត់នៅពេលហ្នឹងគឺមានអាយុ15ឆ្នាំអាចនិយាយបានថាជាវ័យមួយឈាមរាវខ្លាំងមែនតើបបាក់ស្ដីបបាក់ណែនាំបបាក់ថាខ្លាំងណាស់ហើយសូម្បីតែម៉ាក់ប៉ារបស់គាត់វាយស្ដីថាក៏ប្អូនប្រុសរបស់គាត់អត់ខ្វល់ដែរទាំងអស់គ្នាវាយរួចអញ្ចឹងទៅគាត់រត់ចេញពីផ្ទះទៅដើរលេងមិត្តភ័ក្តិដូចធម្មតាអញ្ចឹងហើយគាត់គឺមិនដែរចូលរៀនទេម៉ាក់ប៉ារបស់គាត់គឺពិបាកចិត្តជារៀងរាល់ថ្ងៃហើយចាំអីទៀតគឺម៉ាក់ប៉ារបស់គាត់គឺជាមនុស្សម្នាក់ដែលស្រឡាញ់មុខមាត់គ្រួសារអញ្ចឹងណាអញ្ចឹងហើយទៅម៉ាក់ប៉ារបស់គាត់គឺអាសាវាយប្អូនប្រុសរបស់គាត់ខ្លាំងមែនទាំងអស់គ្នាប៉ុន្តែប្អូនប្រុសរបស់គាត់គឺអត់ស្ដាប់សោះគាត់ដែរខ្វល់មួយណាគេទេសំដីណាគេគាត់អត់ស្ដាប់ដែរសូម្បីតែបង្មានហ្នឹងក៏ធ្លាប់ឆ្លុះមួយប្អូនប្រុសរបស់គាត់តែក៏ភ្លៀងប្អូនប្រុសរបស់គាត់អីដែរប៉ុន្តែប្អូនប្រុសរបស់គាត់គឺនៅតែមានចរិតចឹងដដែលនឹងឯងទាំងអស់គ្នាអាចនិយាយចាំទៅគឺស្ថិតនៅក្នុងវ័យ14 15ឆ្នាំ16ឆ្នាំហ្នឹងគឺជាវ័យមួយដែលពិបាកនិយាយគ្នាខ្លាំងណាស់មិនមែនតែប្អូនប្រុសរបស់គាត់ទេសូម្បីតែគាត់កាលវ័យប៉ុណ្ណឹងក៏ពិបាកនិយាយគ្នាដែរគ្រាន់តែគាត់ហ្នឹងគ្រប់គ្រងស្ថានភាពបានទាំងឯងទាំងអស់គ្នាហើយផ្ទះបង្មានគឺជាផ្ទះដែលមានកម្ពស់ដល់2ជាន់ជាន់ខាងលើគឺជាផ្ទះឈើនៅខាងក្រោមគឺថ្មនឹងឯងហើយបន្ទប់ជាន់ខាងលើហ្នឹងគឺជាបន្ទប់របស់ប្អូនប្រុសរបស់គាត់រស់នៅហើយនៅខាងក្រោមគឺបន្ទប់គាត់បន្ទប់ប្អូនស្រីគាត់ហើយនិងបន្ទប់ម៉ាក់ប៉ារបស់គាត់ទាំងអស់គ្នាអញ្ចឹងគាត់ថាចែកឲ្យទៅពេលដែលម៉ាក់ប៉ារបស់គាត់ចង់ឃុំប្អូនប្រុសរបស់គាត់ម្ដងគឺចាប់វាទៅឃុំដាក់នៅលើផ្ទះហើយចាក់សោចាក់អីចឹងទៅដោយសារទៅលើផ្ទះគឺមានចម្រឹងដែរចម្រឹងអីចឹងគឺប្អូនប្រុសរបស់គាត់ចេញអត់បានទេធ្លាប់ដាក់ប្អូនប្រុសរបស់គាត់នៅបន្ទប់ប្អូនស្រីរបស់គាត់នៅជាន់ខាងក្រោមដែរដូរបន្ទប់គ្នាអញ្ចឹងណាប៉ុន្តែប្អូនប្រុសរបស់គាត់នៅតែលួចកេះសោអីគឺចេញពីផ្ទះបានអញ្ចឹងណាអញ្ចឹងហើយមានតែចម្រឹងចុងក្រោយគឺដាក់នៅជាន់ខាងលើនឹងឯងទាំងអស់គ្នាអញ្ចឹងពេលដែលឃុំគាត់នេះឃុំបាន3 ម្ដងដំបូងអញ្ចឹងគឺអត់មានជាបញ្ហាអីគាត់គ្រាន់តែខឹងចាក់ហូបបាត់ហូបអីអញ្ចឹងណាប៉ុន្តែលើកមួយនោះគឺជាលើកដែលម៉ាក់របស់គាត់គឺខឹងខ្លាំងមែនតើដោយសារតែប្អូនប្រុសរបស់គាត់មិនត្រឹមតែកិច្ចស្លាទេប៉ុន្តែគាត់ទៅកាប់ចាក់គ្នាវាយមួយគេអញ្ចឹងទាំងអស់គ្នារហូតដល់ថ្នាក់គេប្តឹងគេអីចឹងណាម៉ាក់ប៉ារបស់គាត់ត្រូវបង់លុយផងខូចឈ្មោះគ្រួសារផងអីផងទឹកម៉ាក់របស់គាត់យកគាត់ទៅឃុំនៅលើផ្ទះពេលហ្នឹងគឺក្រុមគ្រួសាររបស់គាត់ទាំងអស់ទាំងប្អូនស្រីគាត់ទាំងគាត់អីហ្នឹងគឺអត់បានកាន់ជើងប្អូនប្រុសរបស់គាត់ទេគឺមានតែសប្បាយចិត្តដែលឃុំគាត់នៅខាងលើឲ្យគាត់ចេញខាងក្រៅអញ្ចឹងណាដោយសារម៉ាក់របស់គាត់គិតថាចេះបើសិនជាហ៊ានតែបដ ாய் វាលើកនឹងទៀតណាវានឹងបានចិត្តទៅជក់ថ្នាំទៅដើរលេងកាប់ចៃទៀតអញ្ចឹងទៅអញ្ចឹងទៅឃុំនៅលើផ្ទះពេលឃុំនៅលើផ្ទះហ្នឹងទាំងអស់គ្នាមួយថ្ងៃពីរថ្ងៃដំបូងគឺប្អូនប្រុសរបស់គាត់នឹងគឺដំអញ្ចឹងរបៀបថាជន់នៅខាងលើត្រាំឲ្យលឺដល់ខាងក្រោមអញ្ចឹងណារបៀបគាត់អត់សុខចិត្តទេត្រាំផងវាយផងគោះទ្វារផងសែកផងអីផងគាត់ខ្មាស់នៅចិត្តខាងខ្លាំងមែនតើប៉ុន្តែម៉ាក់ប៉ារបស់គាត់គឺអត់បដ ாய் ទេណាក្នុងគ្នាអត់លេងសើអត់បាត់ទ្វារអីចេញមកខាងក្រៅទេហើយឲ្យទៅដល់ម៉ោងបាយអញ្ចឹងណាគឺដឹងតែយកបាយដាក់នៅមុខបន្ទប់ឲ្យហើយដាក់មុខបន្ទប់អញ្ចឹងទៅហើយពេលខ្លះទៀតទៅក៏រុញចូលទៅខាងក្រោមហើយឲ្យសារទៅខាងក្រោមហ្នឹងគឺវាមានចន្លោះប៉ុណ្នេះមកល្មមអាចរុញវាថារុញចានបាយអាស្ប៉ែកនឹងចូលទៅខាងក្នុងបានអញ្ចឹងទៅហើយបងប្អូនរបស់គាត់ឲ្យទៅពេលរុញចានបាយចានមកហូបឲ្យម្ដងដឹងនិយាយថាអញអត់ស៊ីណាគេអត់ស៊ីដែរនិយាយចំគឺគាត់ចង់បដៅលឿនខាងក្រៅខ្លាំងមែនតើហើយពួកម៉ាក់របស់គាត់ហ្នឹងក៏និយាយថាជីកាត់មុខផ្ទះរបស់គាត់ហើយគឺដឹងថា supply ខ្លាំងនិយាយថាឲ្យសញ្ញាទៅបងប្រុសរបស់គាត់ដើម្បីបងប្រុសរបស់គាត់ចេញមកអញ្ចឹងទៅហើយម៉ាក់របស់គាត់គឺហាមហ្មងគឺអត់ឲ្យចេញទេទាំងអស់គ្នាប៉ុន្តែនៅពេលដែលឃុំបងប្រុសរបស់គាត់បានទៅ2 ថ្ងៃគាត់មកទៀតនេះគាត់ស្ងាត់សលេងអត់ឮសំឡេងលោឡាអត់ឮសំឡេងអ៊ីស្រែកទៀតទេហើយអត់ឮសំឡេងហ្នឹងគឺចាប់ផ្ដើមពីព្រឹកថ្ងៃទី4រហូតដល់ពេលយប់ឡើងម៉ាក់ប៉ារបស់គាត់ហើយនឹងគាត់គឺចាប់ផ្ដើមអារម្មណ៍ដោយសារសំឡេងហ្នឹងគឺស្ងាត់ខ្លាំងមែនតើហើយគាត់នឹងក៏ចាំសំឡេងបងប្រុសរបស់គាត់និយាយកាលពីព្រឹកដែរថាចេះបើសិនជាលើកហ្នឹងអត់លេងអញទេអញនឹងងាប់នៅក្នុងផ្ទះហ្នឹងឲ្យមើលអញ្ចឹងពេលហ្នឹងម្នាក់ក៏របៀបថាដំបងពេលស្ដាប់បងប្រុសគាត់និយាយអញ្ចឹងក៏គាត់ថាប្រហែលជានិយាយលេងបែបក្មេងស្ទីលនិយាយលេងនិយាយអីចឹងណាគឺអត់សូវខ្វល់ទេប៉ុន្តែដល់ពេលល្ងាចដល់ពេលយប់ឡើងនេះខ្ទង់ម៉ោងប្រហែលជាខ្ទង់7 8យប់ម៉ាក់របស់គាត់ក៏សម្រេចថាចាក់សោចូលទៅក្នុងបន្ទប់គ្រាន់តែចាក់សោចូលទៅភ្លាមក៏ស្រាប់តែបានឃើញបងប្រុសរបស់គាត់ហ្នឹងចងកជាមួយនឹងថ្នាំផ្ទះអាថ្នាំនៅក្នុងបន្ទប់ហ្នឹងបងប្អូនគឺចងកនៅខាងលើហ្នឹងហ្មងចងកកៅអីហ្នឹងគឺរាយប៉ាយហើយអាចសម្លេងកៅអីធ្លាក់ហ្នឹងទៀតបងប្អូនពួកគាត់ទាំងអស់គ្នាសិតតែបានលឺប៉ុន្តែគាត់ថាបងប្រុសរបស់គាត់ហ្នឹងត្រាំលិបថាត្រាំក្តារនៅខាងលើផ្ទះបោករបស់អីចឹងទៅអត់មានពីណាគេចាប់អារម្មណ៍តែមិននឹកស្មានថាកៅអីដួលអីទាំងអស់ហ្នឹង
គឺជាកន្លែងបងប្អូនរបស់គាត់នឹងចងកទេហើយសភាពសពបងប្អូនរបស់គាត់ហ្នឹងណាគឺរបៀបថាសពដូចទៅស្លាប់ថ្មីទេអាចនិយាយបានថាស្លាប់នៅខ្ទង់ម៉ោងប្រហែលជាខ្ទង់ម៉ោង10 11ព្រឹកអីចឹងណាហើយរកឃើញនៅពេលល្ងាចអីចឹងទៅអញ្ចឹងពេលហ្នឹងម៉ាក់ប៉ារបស់គាត់គឺយំបោកខ្លួនគឺម៉ាក់របស់គាត់គឺដួលស្លាប់ចំណែកបងមានវិញទាំងអស់គ្នាគឺគាត់កាំងស្មារតីបងគាត់ដឹងថាត្រូវធ្វើមិនខ្មិចមិននឹកស្មានតែបងប្រុសរបស់គាត់លើកហ្នឹងគឺលេងខ្លាំងហើយលេងមែនតើអញ្ចឹងសោះអញ្ចឹងពេលហ្នឹងក៏ហាក់ពលិសហាក់អីមកអញ្ចឹងទៅគេក៏ធ្វើសោកចៃធ្វើអីទៅក៏ឃើញថាជាករណីអត្តឃាតសម្រាប់ខ្លួនឯងពិតមែនអញ្ចឹងទៅអញ្ចឹងសពបងប្រុសរបស់គាត់ក៏ធ្វើបន់ដូចធម្មតាចំណែកម៉ាក់ប៉ារបស់គាត់គឺនៅមានវិបដិសារីនៅក្នុងខ្លួនរបស់គាត់គឺគាត់របៀបថាគិតតែពីអង្គុយថ្មឹងអត់កម្រើកខ្លួនអត់អីទាំងអស់ទាំងទៀតរបៀបនៅទទួលយកអីអត់បានគាត់នៅតែបន្ទោសខ្លួនឯងថាតែកូនរបស់គាត់សម្រាប់ខ្លួនអញ្ចឹងក៏ដោយសារតែពួកគាត់នឹងដែរទាំងអស់គ្នាអញ្ចឹងកម្មវិធីបុណ្យក៏ធ្វើចាប់សັບគ្រប់អស់រហូតដល់បុណ្យ7ថ្ងៃចូលចាប់ដល់បុណ្យ7ថ្ងៃអីរួចអស់ទៀតនេះគាត់ក៏ត្រឡប់មកផ្ទះនឹងដូចធម្មតាគ្រប់គ្នានឹងក៏របៀបថាមករស់នៅក្នុងផ្ទះដូចធម្មតាអញ្ចឹងគ្រាន់តែជន់ខាងលើហ្នឹងគឺបោះសម្អាតបោះអីរួចអស់ក៏បិទទ្វារចោលអត់មានបញ្ហាគេឡើងមកជន់ខាងលើហ្នឹងទេដែលអត់ឡើងមកជន់ខាងលើហ្នឹងមិនមែនព្រោះខ្លាចទេទាំងអស់គ្នាប៉ុន្តែដោយសារតែម៉ាក់របស់គាត់គឺចង់ថាចាក់សោបន្ទប់នឹងចោលចឹងទៅអត់ចង់ចង់ចាំអរូបភាពនៃកូនសម្រាប់ខ្លួនអីចឹងណាអញ្ចឹងទើបចាក់សោនៅបន្ទប់ជន់ខាងលើនឹងចោលអញ្ចឹងពួកគាត់ទាំងអស់គ្នាគឺនៅតែបន្ទប់ចន់ខាងក្រោមហ្នឹងអញ្ចឹងទាំងអស់គ្នាអញ្ចឹងយប់ឡើងនេះកំពុងតែដេកនៅខ្ទង់ម៉ោងប្រហែលជាខ្ទង់ម៉ោង2 10ម៉ោង1ក៏លឺសំឡេងស្រែកយំមកតំហឹងហើយសំឡេងស្រែកយំហ្នឹងធ្វើឲ្យមិនមានគាត់ស្ទុះក្រៅអង្គុយដោយសារតែអាម៉ាជាបនសពអូនប្រុសរបស់គាត់ផងបន7ថ្ងៃផងហ្នឹងគឺគាត់អត់បានសម្រាប់ទេដោយសារថាចាត់ចែងកម្មវិធីបនអញ្ចឹងគឺគាត់ស្ទុះក្រៅមកដោយសារលឺសំឡេងនេះគឺស្រែកយំពេញមកតំហឹងលឺសំឡេងស្រែកយំពេញមកតំហឹងហ្នឹងទាំងគ្រប់គ្នាទាំងអស់បងអូនស្រីរបស់គាត់ម៉ាក់ប៉ារបស់គាត់គឺបាក់ទ្វារចេញពីក្នុងបន្ទប់ទាំងអស់គ្នាដោយសារតែសំឡេងហ្នឹងគឺលឺខ្លាំងមែនតើលឺទៅហឹងហ្មងលឺដូចគេយំនៅក្នុងផ្ទះហ្នឹងហើយក៏បាក់ទ្វារចេញមកនិយាយគ្នាសួរនាំទៅក៏ថាំងបានលឺទាំងអស់គ្នាលឺអីចឹងទៅហើយពេលហ្នឹងក៏មិនតមានពីណាគេគិតដល់រឿងខ្មោចបងប្រុសរបស់គាត់ស្រែកយំដែរគឺបានតន់គិតឯទាំងអស់គ្នាក៏និយាយគ្នារោមើលប្រភពសំឡេងទៅអត់ឃើញទៅក៏ចូលបន្ទប់រៀងខ្លួននឹងឯងពេលចូលក្នុងបន្ទប់រៀងខ្លួនហ្នឹងគាត់ចាប់ផ្ដើមបងមានគាត់លឺសំឡេងស្រែកយំទៀតប៉ុន្តែសំឡេងស្រែកយំហ្នឹងគឺលឺពីខាងលើក្បាលតលេពីខាងលើពីលើជាន់ខាងលើហ្នឹងហ្មងហើយជាន់ខាងលើហ្នឹងគឺបន្ទប់បងប្រុសរបស់គាត់នៅចំបន្ទប់របស់គាត់ហ្នឹងឯងគឺលឺសំឡេងត្រាំជើងស្រែកយំថាស្រែកយំមកដល់ពេលគឺស្រែកយំហើយលឺសំឡេងថាខ្ញុំអត់ចង់ងាប់ទេគាត់ចង់ងាប់ទេលឺសំឡេងស្រែកយំហើយត្រាំក្តារទាំងអស់គ្នាហើយសំឡេងហ្នឹងគឺលឺបហើលឺរបៀបថាខ្សោយខ្សាច់ស្ដាប់ស្ដាប់បានទេប៉ុន្តែគាត់ស្ដាប់បានច្បាស់ថាសំឡេងហ្នឹងគឺជាសំឡេងបងប្រុសរបស់គាត់ហ្នឹងឯងពេលដែលគាត់ស្ដាប់លឺហ្នឹងគឺដំបូងក៏មានអារម្មណ៍ថាខ្លាចអីទេទាំងគ្នាពេលដល់ប្រឡងឡើងគាត់ក៏ចូលរឿងហ្នឹងសួរអូនស្រីរបស់គាត់ថាជុំមានលឺសំឡេងអីទៀតអត់អីចឹងអូនស្រីរបស់គាត់ថាបានលឺទេសួរម៉ាក់ប៉ារបស់គាត់ទៅម៉ាក់ប៉ារបស់គាត់ថាអត់បានលឺទេលឺតែអាសំឡេងស្រែកមកវ៉ាស់លឺស្រែកយំទៅមកទៅហឹងនឹងហើយក៏ស្ងាត់បាត់ទៅវិញចូលបន្ទប់រៀងខ្លួននឹងហើយក៏លឺអីទៀតដែរតែបងមានគាត់ថាចេះយប់មិញលឺសំឡេងហើយលឺសំឡេងហ្នឹងគឺលឺចេញពីបន្ទប់បងប្រុសរបស់គាត់នឹងឯងលឺសំឡេងស្រែកយំហើយប្រាប់ថាខ្ញុំអត់ចង់ងាប់ទេលឺសំឡេងចឹងហ្មងអញ្ចឹងម៉ាក់របស់គាត់នៅពេលលឺចឹងគាត់និយាយថាអារម្មណ៍របស់គឺបន្ទោសខ្លួនឯងខ្លាំងហ្មងថាកូនប្រុសអាចនឹងអត់មានបំណងចង់ស្លាប់ទេគ្រាន់តែចង់គាត់ពីឈឺចិត្តគាត់ទេហេតុអីបាននិយាយថាកូនត្រូវស្លាប់ទៅអញ្ចឹងគឺកំហុសរបស់គាត់អញ្ចឹងណាគាត់ក៏តាំងពីបន្ទោសខ្លួនឯងអញ្ចឹងទៅហើយបើប៉ារបស់គាត់វិញគឺអត់មាត់ហ្មងចាប់តាំងពីប្អូនប្រុសកណ្ដាលរបស់គាត់ស្លាប់បាត់ទៅប៉ារបស់គាត់គឺអត់និយាយអត់មាត់អីទាំងអស់សូម្បីតែបន្ទោសកូនចៅបន្ទោសបងមានក៏អត់បន្ទោសប្អូនស្រីគាត់អីគឺអត់បន្ទោសហ្មងរបៀបថាគាត់នៅមានអារម្មណ៍មួយគឺត្រង់បន្ថែមជាមួយនឹងអារម្មណ៍មួយបើមិនជាបន្ទោសទៅអាចថាខ្លាចថាកូននឹងចង់ក៏សម្រាប់ខ្លួនដូចគ្នាអញ្ចឹងណាជឿទៅប៉ារបស់គាត់គឺអត់មាត់ទេទាំងអស់គ្នាអញ្ចឹងចូលដល់ថ្ងៃទី2ទី3នៅក្នុងផ្ទះហ្នឹងចាប់ផ្ដើមលឺសំឡេងព្រមគ្នាលឺសំឡេងស្រែកយំចេញពីបន្ទប់ខាងលើហ្នឹងស្រែកថាខ្ញុំអត់ចង់ស្លាប់ទេគឺលឺសំឡេងនោះទាំងអស់គ្នានឹងឯងទាំងអស់គ្នាហើយអ្នកដែលឡើងទៅលើទៅមើលបន្ទប់នឹងមុនគេអត់គឺម៉ាក់របស់គាត់នៅពេលដែលម៉ាក់របស់គាត់ឡើងទៅមើលមុនគេហ្នឹងទាំងអស់គ្នាគឺទៅពេលសំឡេងនេះគឺយំខ្លាំងទៅនេះគាត់ក៏ដើរឡើងទៅខាងលើរួចចាក់សោបន្ទប់ចូលទៅខាងក្នុងគ្រាន់តែបាត់ទ្វារបន្ទប់ចូលទៅខាងក្នុងភ្លាមគាត់លឺសំឡេងម៉ាក់របស់គាត់ស្រែកពីជាន់លើមកថាអូនកុំធ្វើចឹងកូនអូនកុំធ្វើចឹងកូនចឹងគាត់លឺសំឡេងម៉ាក់គាត់ចឹងណាគាត់និងប្អូនស្រីរបស់គាត់និងប៉ារបស់គាត់ឡើងទៅខាងលើពេលរត់ទៅឃើញម៉ាក់របស់គាត់កំពុងតែលុតជង្គង់យំហើយម៉ាក់របស់គាត់ប្រាប់ថាបានឃើញរូបរាងប្អូនប្រុសរបស់គាត់ណាកំពុងតែចងកប្រកាច់នៅលើខ្សែឲ្យគាត់ឃើញហ្មងហើយរូបភាពដែលគាត់ឃើញនោះគឺរូបភាពដូចកាលនៅរស់អញ្ចឹងណាចឹងទៅអារម្មណ៍របស់គាត់គឺស្រែកគាត់ទ្រាំអត់បានទេដែលឃើញកូនត្រូវប្រកាច់ស្លាប់នៅមុខគាត់អាពេលដែលកូនស្លាប់ភ្លាមគឺគាត់បានឃើញថាកូននឹងស្លាប់ប្រកាច់មិនវេទនាមិនគឺអត់ដឹងទេប៉ុន្តែអីដែលគាត់បានចូលទៅឃើញនៅពេលហ្នឹងគឺដូចសកម្មភាពហ្នឹងរបៀបគេចាក់សាឡើងវិញឲ្យគាត់បានឃើញសកម្មភាពអស់ហ្នឹងអីចឹងទៅអញ្ចឹងពេលហ្នឹងក៏គាត់នឹងហាមចែកបើសិនណាឯងឡើងទៅខាងលើហើយវេទនាចិត្តតែបាច់ឡើងទៅខាងលើទេចាក់សាចោលទៀតគឺបាច់ឡើងទៅហ្មងបាន4 5ថ្ងៃក្រោយមកទៀតនេះបងមានគាត់នៅក្នុងបន្ទប់របស់គាត់បងស្រីរបស់គាត់នៅក្នុងបន្ទប់បងស្រីគាត់ធម្មតាចឹងណាប៉ុន្តែលឺសំឡេងបងស្រីរបស់គាត់រត់មកបន្ទប់របស់គាត់គួរទ្វារខាងក្រោមប្រាប់ថាបងបើកទ្វារអញ្ចឹងពេលគាត់បើកទ្វារទៅគាត់ឃើញបងស្រីរបស់គាត់ប្រាប់ថាចែកគាត់ឃើញ
អូនប្អូនកណ្ដាលរបស់គាត់ហ្នឹងមកគោះទ្វារបន្ទប់ពេលគាត់ដើរទៅបើកទ្វារទៅទាំងអស់គ្នាគឺឃើញកំពុងតែឈរយំនៅមុខបន្ទប់ហ្មងគឺឲ្យប្អូនស្រីរបស់គាត់បានឃើញច្បាស់ៗហ្មងគឺឈរយំនៅមុខបន្ទប់ហើយប្រាប់ថាបងអត់ចង់ស្លាប់ទេបងអត់ចង់ស្លាប់ទេឈរយំនៅមុខបន្ទប់ហើយប្អូនស្រីរបស់គាត់ឃើញហ្នឹងគឺឃើញ30វិនាទីគឺឃើញមិនមកផ្លិតបាត់ទេណាគឺឃើញ30វិនាទីប៉ុន្តែប្អូនស្រីរបស់គាត់គឺខ្លាចខ្លាំងមែនតើព្រោះសភាពដែលប្អូនស្រីរបស់គាត់បានឃើញគឺប្អូនរបស់គាត់គឺលៀមដាតហើយភ្នែករបស់គាត់ទាំងអស់គ្នាគឺប្រហោងមានហូរឈាមចេញមកចេះគឺប្រហោងខាងក្នុងគឺខូងខ្មៅហ្មងណាគឺហូរឈាមចេញមកចេះចឹងហើយទៅប្អូនស្រីរបស់គាត់គឺខ្លាចខ្លាំងមែនតើអាហ្នឹងគឺជាអីដែលប្អូនស្រីរបស់គាត់ឃើញរៀបរាប់ប្រាប់គាត់អីចឹងទៅអញ្ចឹងពេលហ្នឹងគាត់ថាសង្ស័យប្អូនស្រីរបស់គាត់សម័យគាត់ច្រើនអីចឹងណាអញ្ចឹងគាត់ក៏របៀបឡើងទៅខាងលើបន្ទប់បងប្រុសរបស់គាត់ឲ្យធូរឲ្យថាចេះបើសិនជាចង់ឲ្យគ្រប់គ្នាក្នុងផ្ទះឃើញណាមកក្នុងរូបភាពស្អាតបាតអីមកក៏មកក្នុងរូបភាពអាក្រក់ប្រាប់អញ្ចឹងបងប្រៀបគឺឲ្យធូរប្រាប់អញ្ចឹងទៅអញ្ចឹងពេលឲ្យធូរហើយគាត់ក៏ចង់ខាងក្រោមវិញហើយប្អូនស្រីរបស់គាត់ហ្នឹងណាគឺគេនៅក្នុងបន្ទប់គាត់ដូចធម្មតាវិញអញ្ចឹងណាបងប្រៀបប៉ុន្តែប្អូនស្រីរបស់គាត់គឺនៅខ្លាចចាប់ពីពេលហ្នឹងមកតាំងពីពេលឲ្យតែលើសំឡេងគោះទ្វារឬអីប្អូនស្រីរបស់គាត់គាត់បាក់ទ្វារទេហើយសំឡេងយំរបស់បងប្អូនប្រុសកណ្ដាលរបស់គាត់គឺនៅតែលើសំឡេងយំឲ្យគ្រប់គ្នាបានឮដដែលប៉ុន្តែគ្រប់គ្នាចាប់ផ្សំចាប់អីអញ្ចឹងទៅរហូតដល់បងមានទាំងអស់គ្នាគាត់ត្រឹមអត់បានទេព្រោះឲ្យទៅពេលយប់ឡើងឮសំឡេងត្រំនៅខាងលើនៅបន្ទប់ខាងលើបងប្រុសរបស់គាត់ឮសំឡេងត្រំខ្លាំងឮសំឡេងយំខ្លាំងហ្នឹងគាត់ត្រឹមអត់បានទេទាំងអស់គ្នានៅមកបាច់ជាខ្ទង់មក2 10ជាងគាត់ក៏ដើរឡើងទៅខាងលើដើរឡើងទៅនោះគឺបែបមួម៉ៅចង់ស្ដីឲ្យបងប្រុសរបស់គាត់នឹងឯងថាចេះហើយស្លាប់ទៅហើយចង់ឲ្យគេវេទនាព្រោះហើយដល់ណាទៀតគាត់ក៏ដើរឡើងទៅខាងលើគាត់ចាក់សោទៅខាងក្នុងព្រាមបងប្រុសរបស់គាត់គឺឈរនៅមាត់ទ្វារនឹងមកសម្លឹងមើលមកគាត់រូបភាពគឺដូចបងស្រីរបស់គាត់និយាយអត់ខុសទេភ្នែកបងប្រុសរបស់គាត់នោះគឺប្រហោងខូងទៅខាងក្នុងហូរឈាមជុំវិញភ្នែកចេះហើយតានោះគឺលៀនចេះនៅឈរនៅមុខគាត់នឹងឯងគឺគាត់បានឃើញច្បាស់នឹងឯងទាំងគ្នាហើយបើទោះបីជាគាត់អត់ខ្លាចខ្លាចបងប្រុសខ្លួនឯងក៏ដោយប៉ុន្តែនៅពេលគាត់ឃើញលើកហ្នឹងគឺគាត់ខ្លាចលញ័រខ្លួននឹងឯងទាំងគ្នាអញ្ចឹងពេលហ្នឹងបាក់ប៉ារបស់គាត់ក៏បានទៅនិមន្តព្រះសង្ឃនិមន្តអីឲ្យមកសូត្រមន្តធ្វើពិធីធ្វើអីចឹងទៅប៉ុន្តែគ្រូដែលគ្រូសារបស់គាត់ទៅមើលគឺគេប្រាប់ថាចេះបងប្រុសរបស់គាត់ហ្នឹងគឺអត់តន់អាយុស្លាប់ទេប៉ុន្តែវាចង់ក៏សម្រាប់ខ្លួនបានន័យថាវាធ្វើអត្តកិច្ចធ្វើអញ្ចឹងណាគឺវាត្រូវតែមកធ្វើអីតែឲ្យគ្រប់គ្នាបានឮបានឃើញអីចឹងទៅហើយពេលខ្លះទៅគ្រប់គ្នាក៏បានឃើញទេប៉ុន្តែបងប្រុសរបស់គាត់គឺត្រូវទៅវេទនាអញ្ចឹងនឹងឯងទាំងគ្នាគឺត្រូវមកចង់ក៏ត្រូវធ្វើរកពីប្លែកអាដូចពេលគាត់ចង់ស្លាប់នឹងឯងទាំងគ្នាគឺឲ្យឃើញគ្រប់គ្នានឹងឯងនឹងទាំងគ្នារឿងរ៉ាវគាត់បានចែករំលែកមកនេះក៏មានតែប៉ុណ្្នឹងដែរហើយបរិបទបច្ចុប្បន្នហ្នឹងក្រុមគ្រួសាររបស់គាត់ក៏បានរើផ្ទះចេញពីកន្លែងហ្នឹងដែរហេតុផលហ្នឹងគឺមិនខ្លាចមិនខ្លាចខ្វាត់បងប្រុសរបស់គាត់ទេណាប៉ុន្តែដោយសារតែគាត់ចង់ឲ្យម៉ាក់របស់គាត់ធូរស្រាលពីអារម្មណ៍ដែលដឹងខុសចំពោះកូននេះអញ្ចឹងទៅហើយរឿងហ្នឹងក៏ជាសារដាស់តឿនមួយដល់ក្មេងៗដែលគាត់ឈាមរាវជិះដើរលេងអីចឹងណាឲ្យគាត់របៀបថាត្រឡប់មកយកចិត្តពុកម្ដាយវិញអញ្ចឹងបងប្អូនហ្នឹងហើយរឿងរ៉ាវមួយនេះគឺមានតែប៉ុណ្្នឹងទេហើយបើសិនតែបងប្អូនមានរឿងចែករំលែកកុំភ្លេចឆាតមកក្នុង account IG របស់ខ្ញុំផងហើយដែលសំខាន់ទាំងអស់គ្នាគឺកុំភ្លេចទៅ subscribe account channel YouTube របស់ខ្ញុំដែលមានឈ្មោះថា Writer ដូចឈ្មោះ TikTok របស់ខ្ញុំអញ្ចឹងកុំភ្លេចទៅ Subscribe ទាំងអស់គ្នាសារទៅចាប់ពីពេលហ្នឹងទៅខ្ញុំនឹងធ្វើវីដេអូផុសនៅក្នុង YouTube ដូចគ្នាហើយរាល់វីដេអូទាំងអស់គឺខ្ញុំនឹងផុសក្នុង YouTube មុនទៅផុសនៅក្នុង TikTok តាមក្រោយខ្ញុំមានតែប៉ុណ្្នឹងទេ